ប្រវត្តិបេដានុយក្លេអ៊ែរលោក J. Robert Oppenheimer លោក J. Robert Oppenheimer ត្រូវបានគេប្រសិទ្ធនាមឲ្យថាជាបេដានៃគ្រាប់បែកបរមាណុដោយសារតែគាត់គឺជាអ្នកដឹកនាំគម្រោង Manhattan ដែលជាកម្មវិធីបង្កើតនុយក្លេអ៊ែរដំបូងគេបង្អស់នៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី2នៅក្នុងថ្ងៃនេះយើងនឹងទៅស្វែងយល់អំពីប្រវត្តិខ្លះៗរបស់លោក Robert Oppenheimer បើយើងក្រឡេកទៅមើលអំពីជីវិតនៅក្នុងកុមារភាពលោក Oppenheimer បានកើតនៅថ្ងៃទី22ខែមេសាឆ្នាំ1904នៅក្នុងទីក្រុងញូវយ៉កនិងគាត់គឺជាជនអន្តោប្រវេសន៍ជ្វីបអាល្លឺម៉ង់បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បី Harvard គាត់បានជិះទូកទៅប្រទេសអង់គ្លេសហើយបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cambridge ដែលជាទីកន្លែងរបស់គាត់នៅក្នុងការចាប់ផ្ដើមការស្រាវជ្រាវទៅលើអាតូមិកនៅមន្ទីរពិសោធន៍ដែលមានឈ្មោះថា Cavendish នៅក្នុងឆ្នាំ1925មួយឆ្នាំក្រោយមកបន្ទាប់ពីការពិសោធន៍ទៅលើអាតូមិកនៅមន្ទីរពិសោធន៍ Cavendish គាត់បានទៅសហការជាមួយនឹងលោក Max Born នៅសាកលវិទ្យាល័យ Göttingen ជាកន្លែងដែលគាត់បានជួបអ្នករូបវិទ្យាលេចធ្លោមួយរូបថែមទៀតដែលមានឈ្មោះថា Niels Bohr បន្ទាប់ពីការលុកលុយប្រទេសប៉ូឡូញនៅក្នុងឆ្នាំ1939ដោយពួកណាស៊ីអាល្លឺម៉ង់លោក Hammer ត្រូវបានជ្រើសរើសឲ្យគ្រប់គ្រងមន្ទីរពិសោធន៍ដើម្បីអនុវត្តគម្រោង Manhattan ដែលជាការពិសោធន៍របស់កងទ័ពសហរដ្ឋអាមេរិកដែលមានគោលបំណងនៅក្នុងការប្រើប្រាស់ថាមពលអាតូមិកសម្រាប់គោលបំណងយោធាគូជម្រាបផងដែរថាគម្រោង Manhattan គឺជាគម្រោងមួយដែលបានប្រមូលផ្ដុំទៅដោយអ្នកវិទ្យាសាស្ត្រជាច្រើនដែលបានរួចផុតពីរបបហ្វាស៊ីសនៅអឺរ៉ុបហើយបេសកកម្មរបស់ពួកគេគឺស្វែងរកដំណើរការបំបែកឯកសារថ្មីដែលពាក់ព័ន្ធនឹងសារធាតុអ៊ុយរ៉ាញ៉ូម235ដែលពួកគេសង្ឃឹមថានឹងបង្កើតគ្រាប់បែកនុយក្លេអ៊ែរមុនពេលដែលអាប់ឌុលអ៊ីក្លាបង្កើតវាបានគម្រោងមួយនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយការចំណាយថវិកាចាប់ពីឆ្នាំ1942ទៅដល់1945គឺចាយថវិកាអស់ប្រមាណជាជិត$2000 លានឯណោះហើយនៅក្នុងឆ្នាំ1945គឺជាឆ្នាំនៃការសាកល្បងគ្រាប់បែកលើកដំបូងហើយជាមួយនឹងភាពជោគជ័យរបស់វាគ្រាប់បែក2គ្រាប់ទៀតត្រូវបានដាក់ពង្រាយនៅក្នុងខែបន្ទាប់មួយនៅ Nagasaki ប្រទេសជប៉ុននិងមួយទៀតនៅ Hiroshima ដោយសារតែឥទ្ធិពលនៃគ្រាប់បែកបរមាណុនេះហើយបានធ្វើឲ្យមានការបិទបញ្ចប់សង្គ្រាមលោកលើកទី2តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឃើញអំពីការបំផ្លិចបំផ្លាញដ៏ឃោរឃៅរបស់គ្រាប់បែកបរមាណុនេះបានធ្វើឲ្យលោក Oppenheimer ដែលជានាយកគ្រប់គ្រងគម្រោងក្នុងការបង្កើតគ្រាប់បែកនេះបានប្រកែកប្រឆាំងនឹងការអភិវឌ្ឍបន្តថែមទៀតទៅលើគ្រាប់បែកនេះហើយគាត់ក៏សុខចិត្តលាលែងពីតំណែងរបស់គាត់នៅក្នុងឆ្នាំនោះផងដែរបើយើងក៏លេចទៅមើលអំពីជីវិតនៅក្រោយសង្គ្រាមលោកលើកទី2លោក Oppenheimer បាននៅបន្តធ្វើជាប្រធានគណៈកម្មាធិការប្រឹក្សាទូទៅនៃគណៈកម្មការថាមពលអាតូមិកដែលនៅខែតុលាឆ្នាំ1949លោកបានប្រឆាំងទៅនឹងការអភិវឌ្ឍគ្រាប់បែកអ៊ីដ្រូសែនហើយការប្រឆាំងដ៏គួរឲ្យភ្ញាក់ផ្អើលនេះបាននាំឲ្យមានការចោទប្រកាន់ថាលោកគឺជាអ្នកគាំទ្រកុម្មុយនីសដោយសារតែការប្រឆាំងរបស់គាត់នៅក្នុងឆ្នាំ1953គាត់ត្រូវបានព្យួរពីការស្រាវជ្រាវនុយក្លេអ៊ែរសម្ងាត់ដោយគណៈកម្មការថាមពលអាតូមិកនៅក្នុងឆ្នាំ1963ប្រធានាធិបតី John F Kennedy បានប្រកាសថាលោក Oppenheimer នឹងទទួលបានពានរង្វាន់ Enrico Fermi ដែលពានរង្វាន់នេះគឺជាពានរង្វាន់របស់ប្រធានាធិបតីនៅក្នុងការផ្ដល់ជូនជាកិត្តិយសទៅដល់អ្នកវិទ្យាសាស្ត្រដែលបានលះបង់ពេលវេលាស្ទើរតែពេញមួយជីវិតនៅក្នុងការអភិវឌ្ឍនិងបង្កើតអ្វីដែលថ្មីពាក់ព័ន្ធទៅនឹងផ្នែកថាមពលគូជំរាបជូនផងដែរថាលោក Oppenheimer បានទទួលមរណភាពនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ1967ដោយសារជំងឺមហារីកបំពង់កបើទោះបីជាលោក Oppenheimer បានទទួលអនិច្ចកម្មទៅហើយក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គាត់នៅតែមានហើយគេបានប្រសិទ្ធនាមគាត់ថាជាបិតានៃគ្រាប់បែកបរមាណុ
សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតសូមអរគុណ